អ្វីស្ថិតនៅលើព្រំលិខិតជាអ្នកកំណត់ព្រំលិខិតឆ្ងល់នេះព្រំលិខិតហ្នឹងអីគេអូព្រំលិខិតហ្នឹងហ៎ព្រំហ្នឹងតែព្រំហ្នឹងហើយបើលិខិតហ្នឹងគេប្រែថាសបត់អញ្ចឹងព្រំលិខិតបើបកស្រាយមកគេថាសបត់បោះតែព្រំសវត្តព្រំហ្នឹងគេសរសេរថាមិនខ្លះអូព្រំលិខិតហ្នឹងចង់និយាយចេះគេចែងមកពីដំណើរជីវិតរបស់យើងអ្នកណាគេធ្វើបាបជួបតែបាបចឹងទៅណាគេធ្វើបុណ្យហ្នឹងជួបរឿងបុណ្យចឹងទៅអញ្ចឹងទេអ្នកណាដែលគេធ្វើតែបុណ្យចឹងទៅគេធ្វើអំពើល្អចឹងទៅគេជួបនឹងវាសនារបស់គេល្អចឹងណា Yes ចុះវាសនាបានន័យថាម៉េចអូវាសនាហ្នឹងគេចង់ឆ្លុះបញ្ចាំងពីអំពើល្អដែលយើងបានសាងមកពីមុនហ្នឹងឥឡូវដូចថាជាតិហ្នឹងយើងបានទទួលអញ្ចឹងដូចគេចង់និយាយថាអូខ្ញុំមានវាសនាបានជួបអ្នកនេះអ្នកនោះដូចថាយើងមានបុណ្យយើងមានផលបុណ្យផលទានយើងពីមុនអញ្ចឹងណា Yes អញ្ចឹងសរុបសេចក្តីមកវាសនាហ្នឹងគឺជាផលបុណ្យដែលយើងសាងពីមុនមកឥឡូវយើងបានទទួលអញ្ចឹងណាអូចឹងចុះវាសនាខ្ញុំស្មាយតែសាប៊ូដាក់ក្នុងវាសនាអាយអូនេះមកដូចមកអាឈួត